តើខ្មោចស្លាប់ទៅណានេះជាសំណួរដែលបងប្អូនទាំងអស់គ្នាមានការងឿងឆ្ងល់គ្រប់គ្នានៅពេលដែលស្លាប់តើព្រលឹងវិញ្ញាណនឹងទៅណាខ្ញុំធ្លាប់បើកវងកញ្ចក់ប្រាប់បងប្អូនខ្លះដែរនៅពេលដែលព្រះពុទ្ធបរិនិព្វានគឺជាការរលាយសូន្យសងចេញពីវដ្តសង្សារនេះជាការរលាយរូបខណ្ឌជាការរលាយចលភាគនៃសារពាង្គកាយទាំងមូលជាការរលាយនៅចិត្តវិញ្ញាណទាំងឡាយចេញពីវាលវដ្តសង្សារឬក៏ចក្រវាលនេះចុះតើប្រសិនបើបងប្អូនមិនមែនជាព្រះពុទ្ធឬក៏មិនមែនជាបុគ្គលអ្នកត្រាស់ដឹងនៅពេលដែលស្លាប់តើព្រលឹងវិញ្ញាណនឹងទៅណាព្រលឹងវិញ្ញាណដែលស្លាប់គឺមានខុសគ្នាចំពោះអ្នកដែលមានចិត្តជាប់ជំពាក់ខ្លាំងទៅលើអ្វីដែលខ្លួនស្រឡាញ់អាឡោះអាឡាយគ្រួសារអាឡោះអាឡាយទ្រព្យសម្បត្តិអាឡោះអាឡាយភាពរីករាយនៅក្នុងជីវិតដែលធ្លាប់រស់នៅពេលដែលបាត់បង់ទៅគំនិតនៃការដែលគិតជ្រៅពេកឬក៏ធ្ងន់ចិត្តពេកទៅលើរបស់អស់ហ្នឹងទៅលើចំណងទាំងអស់ហ្នឹងទៅលើកិលេសទាំងអស់ហ្នឹងវាស្រូបទាញនៅចលភាគរូបរាងកាយដែលកំពុងអណ្ដែតនៅក្នុងលំហហ្នឹងមកប្រមូលផ្ដុំគ្នាសារជាថ្មីហើយស្វែងរកកំណើតជាតិថ្មីនៅពេលដែលផ្ដោតខ្លាំងពេកនឹកស្ដាយសំណោះអាឡោះអាល័យខ្លាំងពេកកំណើតជាតិថ្មីអាចនឹងមានការចងចាំជាតិឬក៏ការចងចាំនៅអតីតជាតិរបស់ខ្លួននេះជារឿងមួយដែលយើងមិនអាចបដិសេធបានទេជាមួយនឹងការចងចាំជាតិនេះចុះមួយបែបទៀតតើស្លាប់ហើយទៅណាមួយបែបទៀតស្លាប់ទៅជាព្រលឹងដែលវិលវល់ស្លាប់ដោយមិនអស់ចិត្តស្លាប់ដោយនៅមានការស្ដាយខ្លាំងព្រលឹងដែលមិនអាចបែកខ្ញែកនេះបានចូលទៅរស់នៅក្នុងភពមួយផ្សេងទៀតពិភពមួយនោះមិនខុសពីកន្លែងដែលគាត់រស់នៅពេលដែលគាត់នៅមានជីវិតទេឧទាហរណ៍ថាគាត់តែងតែដើរពីផ្ទះទៅផ្សារគាត់តែងតែដើរទៅពីផ្ទះទៅផ្សារដើរពីផ្សារមកផ្ទះជាផ្លូវដែលគាត់តែងតែទៅមកជាប្រចាំដូច្នេះពិភពដែលគាត់នឹងរស់នៅបន្ទាប់នឹងគឺជាទីតាំងតំបន់មួយនឹងឯងដែលធ្វើឲ្យគាត់និមិត្តឃើញរូបរាងស្រុកភូមិដែលគាត់ធ្លាប់រស់នៅទីតាំងដែលគាត់ធ្លាប់ដើរផ្លូវដែលគាត់ធ្លាប់ដើរឃើញទាំងអស់ប៉ុន្តែនៅក្នុងពិភពមួយដែលងងឹតអត់មានពន្លឺថ្ងៃបើកទេហើយក៏មិនបានឃើញនរណាម្នាក់ក្រៅពីខ្លួនគាត់ដែរឬក៏ក្រៅពីអ្នកដែលស្លាប់ក្នុងថ្ងៃឬក្នុងពេលតែមួយជាមួយគាត់ដែរអ្នកដែលស្លាប់ក្នុងពេលតែមួយឬក៏ក្នុងថ្ងៃតែមួយជាមួយគាត់នឹងស្លាប់ក្នុងហេតុការណ៍ឬក៏ព្រឹត្តិការណ៍ជាមួយគាត់ទៀតទើបអាចមើលឃើញគ្នាបានបើសិនជានៅក្នុងព្រឹត្តិការណ៍ផ្សេងមិនអាចជួបគ្នាបានទេចុះអ្នកស្លាប់មួយបែបទៀតតើទៅណាអ្នកស្លាប់មួយបែបទៀតអ្នកដែលរៀនដេរិឆានវិជ្ជាអ្នកដែលរៀនមន្តអាគមខ្មៅអ្នកដែលព្យាយាមប្រព្រឹត្តនៅរឿងមន្តអាគមខ្មៅអីផ្សេងហ្នឹងនៅពេលដែលយកកំណើតនៅពេលដែលស្លាប់ទៅព្រលឹងវិញ្ញាណនឹងប្រមូលផ្ដុំគ្នានៅចំណុចមួយឬក៏ផ្គុំគ្នានៅទីតាំងមួយដែលបង្កើតជាកំណើតអាសូរឬក៏ពពួកព្រាយបិសាចអីផ្សេងនឹងឯងហើយពពួកនេះគឺរងទុក្ខណាស់ឃើញថាមានភាពកាចសាហាវដែលបងប្អូនធ្លាប់ឃើញមែនប៉ុន្តែពពួកអស់នេះគឺរងទុក្ខ
រងកម្មស្មើនឹងនៅឋាននរកដែលបងប្អូនធ្លាប់គិតដែររឿងដែលមិនខ្លួនឯងមិនចង់ធ្វើប៉ុន្តែត្រូវតែធ្វើឥឡូវឧទាហរណ៍ថាភរិយាដែលធ្លាប់តែរៀនមុនវិជ្ជាខ្មៅឬក៏ទៅរកគ្រូរកអីដាក់អំពើខ្មៅលើនរណាម្នាក់អីស្អប់ខ្ពើមនរណាម្នាក់រកគ្រូដាក់អំពើលើគេលើឯងហ្នឹងនៅពេលដែលស្លាប់ទៅខ្លាចជាពពួកអស់ហ្នឹងស្រាប់តែមានបញ្ជាមួយថាត្រូវតែធ្វើបាបក្រុមគ្រួសារមួយនេះត្រូវតែធ្វើបាបតែម្ដងបើទោះបីជាគ្រួសារមួយហ្នឹងគឺជាគ្រួសារខ្លួនឯងក៏ដោយពេលខ្លះគេបញ្ជាឲ្យមកធ្វើបាបប្តីខ្លួនឯងកូនខ្លួនឯងមករកគួនមកសម្លាប់ប្តីឬកូនខ្លួនឯងក៏មានដែរអញ្ចឹងពពួកនេះនៅស្រឡាញ់នៅសំណោះប៉ុន្តែអត់អាចបញ្ជាឃុំក្រងខ្លួនឯងបានទេនេះគឺជាពពួកមួយដែលបានស្លាប់នៅមានចំណុចមួយទៀតដែលខ្ញុំមិនដឹងថាប្រាប់បងប្អូនដោយរបៀបម៉េចទេនៅទីនេះខ្ញុំសូមជម្រាបប្រាប់បងប្អូនត្រង់ថាខ្ញុំធ្លាប់បានស្លាប់2ដងដែរបងប្អូនប្រហែលជាធ្លាប់បានជួបមនុស្សដែលស្លាប់ហើយរស់ឡើងវិញហើយណាហ្នឹងហើយខ្ញុំក៏បានធ្លាប់បានមានព្រលឹងវិញ្ញាណចេញពីរាងកាយ2ដងដែរដែលលើកទី1គឺគេបានជូនខ្ញុំទៅកាន់ឋានមួយដែលឋាននោះគឺមានការធ្វើទារុណកម្មខ្លាំងមែនទែនប៉ុន្តែខ្ញុំមិនដឹងថាត្រូវសម្រាយប្រាប់បងប្អូនរបៀបម៉េចថាវាជារឿងបែបម៉េចទេដែលទីនោះគឺមានការធ្វើទារុណកម្មខ្លាំងមែនទែនគេនាំខ្ញុំចូលយ៉ាងទៅមានការឆ្លងកាត់ខ្លងទ្វាររហូតដល់ទៅ3ខ្លងទ្វារតម្រុំទៅដល់ខ្លងទ្វារទីតាំងតំបន់ហ្នឹងហើយមានតែផ្លូវមួយទេហើយក្រៅពីហ្នឹងងងឹតសូនឈឹងតែម្ដងមានតែផ្លូវមួយទេដែលយើងត្រូវដើរទៅជាមួយគេរហូតចូលដល់ខ្លងទ្វារឈើមួយហ្នឹងគឺឮសំឡេងនៃការធ្វើទរណកម្មហើយដើរប្រហែលជាមួយសន្ទុះក្រោយមកទៀតបានចូលដល់ទីតាំងនៃគេកំពុងតែធ្វើទរណកម្មមានការចាប់មនុស្សជំមុជនៅក្នុងទឹកក្តៅមានការចាក់ពីក្រោយខ្នងការយកដាវកំបិតកាប់គ្នាមានទីតាំងមួយទៀតខ្ញុំសូមនិយាយកន្លែងគេដាក់ឲ្យអស់សិនមានការចាក់កអាល់កអីផ្សេងចាប់ញឹងសក់អាល់កអាល់ហើយអាល់ទៀតច្រើនមែនទែនហើយមានកន្លែងមួយទៀតគឺកន្លែងដែលហែលសមុទ្រនេះគឺសមុទ្រដែលអត់មានកោះត្រើយតែម្ដងហែលយ៉ាងណាក៏អត់មានកន្លែងដែលត្រូវឈប់ដែរមួយទៀតគឺសមុទ្រភ្លើងនេះគឺជាសមុទ្រដែលពោពេញទៅដោយភ្លើងតែម្ដងហើយមនុស្សដែលត្រូវហែលនេះគឺហែលមិនដល់ត្រើយទេអត់មានត្រើយសម្រាប់ឈប់ទេគឺហែលរហូតនៅក្នុងសមុទ្រភ្លើងនេះខ្ញុំធ្លាប់ឃើញនៅក្នុងគម្ពីររបស់ព្រះយេស៊ូវប៉ុន្តែការដែលខ្ញុំស្លាប់នេះគឺមិនទាន់ស្គាល់ព្រះយេស៊ូវទេមិនទាន់ដឹងថាអ្វីជាសាសនាព្រះយេស៊ូវមិនទាន់ដឹងថាអ្វីជាសាសនាព្រះពុទ្ធទេព្រោះនៅក្មេងដែរមិនទាន់យល់ដឹងពីរឿងសាសនាទេហើយក៏មិនដែលបានមើលសភៅមើលទូរទស្សន៍អីដែរហើយជាមួយនឹងអ្នកដែលនៅយាមផ្លូវបងប្អូនធ្លាប់មើលរឿងអេស៊ីបទេខ្លួនមនុស្សក្បាលឆ្កែអ្នកដែលនៅយាមខ្លងទ្វារគឺបែបនឹងឯងហើយទាំងដែលកាលនោះគឺខ្ញុំអត់ដែលស្គាល់ថាអេស៊ីបនឹងជាអ្វីមិនដែលទាំងមើលទូរទស្សន៍ទេមិនដែលមានទូរទស្សន៍មើលទេកាលនោះនៅកាលចំនួនខ្ញុំនឹងគឺអត់តមានទូរទស្សន៍មើលផងហើយស្លាប់ទី2លើកទី2គឺខ្ញុំបានទៅដល់កន្លែងរបស់ស្ដេចយមរាជតែម្ដងខ្ញុំមិនប្រកាសថាជាអ្វីជាការដែល
dương niệm mất khơiខ្លួនឯងឬក៏ចិត្តវិញ្ញាណយើងជាអ្នកបង្កើតរូបរាងនឹងឡើងមកដល់ខ្លួនឯងឬក៏យ៉ាងម៉េចទេប៉ុន្តែនេះខ្ញុំនិយាយឲ្យបងប្អូនបានស្ដាប់ហើយក៏វិភាគទៅខ្ញុំអត់មិនចង់ឲ្យបងប្អូនជឿខ្លាំងទេទៅលើរឿងហ្នឹងគឺបានទៅដល់កន្លែងរបស់ស្ដេចយមរាជតែម្ដងហើយក៏បាននិយាយគ្នាច្រើនខ្ញុំចង់ភ្លេចអត់ដែរហើយក៏គេក៏បានឲ្យនៅបល័យនៅអាគមអីមកច្រើនដែរហើយក៏ណែនាំពីរបៀបច្រើនហើយខ្ញុំក៏មិនសូវជាចាប់អារម្មណ៍ចងចាំច្រើនដែរក្នុងនឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមនិយាយប្រាប់បងប្អូនប៉ុណ្ណឹងហើយតកតងជាមួយនឹងការស្លាប់ការអីផ្សេងៗទាំងបែបនៅក្នុងនេះខ្ញុំនិយាយទាំងបែបវិទ្យាសាស្ត្រនិងបែបអបិយជំនឿសង្ឃឹមថាបងប្អូនស្ដាប់ដោយការពិចារណាកុំជឿអ្វីដោយងប់ងល់ខ្លាំងពេកហើយរឿងរ៉ាវទាំងអស់មិញជាចុងវីដេអូនេះមិញនេះក៏សូមឲ្យបងប្អូនស្ដាប់ដោយការពិចារណាមិនមែនគ្រាន់តែខ្ញុំនិយាយទៅបងប្អូនក៏ជឿស្លងទេណាហ្នឹងហើយខ្ញុំក៏មិនទាន់ច្បាស់រឿងចុងក្រោយនេះដែរមិនដឹងថាវាជាការនិមិត្តឃើញរបស់ខ្លួនឯងឬក៏ការដែលមានរឿងរ៉ាវអីមួយដែលគេប្រាប់យើងទេណាអញ្ចឹងវាមិនទាន់ជាមានអ្វីមកបញ្ជាក់បានខ្ញុំមិនអាចនិយាយថាវាជារឿងមួយដែលច្បាស់លាស់ទេ